បុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃដែលគួងចាំព្រះវស្សាអស់ត្រីមាសនៅក្នុងវត្តស្រីដេដោហៅវត្តព្រែកដូងដែលស្ថិតនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលការប្រពបុណ្យកឋិនទានដែលមានរយៈពេល29ថ្ងៃគឺឈានចូលមកដល់ផងដែរទន្ទឹមនឹងការឈានចូលមកដល់នៃការប្រពបុណ្យកឋិនទាននេះនៅព្រឹកថ្ងៃអាទិត្យ12រោចខែអាសត់ឆ្នាំម្សាញ់សប្បស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី19ខែតុលាឆ្នាំ2025ពុទ្ធបរិស័ទដែលមានមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភតិចឯងរួមទាំងកូនចៅនិងពុទ្ធបរិស័ទជាច្រើនអ្នកទៀតបានផ្ដួចផ្ដើមធ្វើបុណ្យកឋិនទានសាមគ្គីដើម្បីដង្ហែទៅប្រគេនព្រះភិក្ខុសង្ឃដែលគួងចាំព្រះវស្សាអត្រីមាសក្នុងពុទ្ធសេមាវត្តស្រីដេដោហៅវត្តព្រែកដូងដែលស្ថិតនៅភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាលកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងព្រះវិន័យបិដកមហាវគ្គកឋិនកថារកៈជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ5យ៉ាងទី1ប្លែកដោយកាលគឺជាកាលទានក្នុងមួយឆ្នាំធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹមតែ29ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះទី2ប្លែកដោយវត្ថុសម្ពុតដែលជាវត្ថុកឋិននោះមានតែសង្ឃចៃវរនិងសង្ឃដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិទី3ប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើគប្បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយព្រះសង្ឃត្រូវក្រាក្រងឲ្យត្រូវតាមវិន័យបញ្ញត្តិទី4ប្លែកដោយបដិគិហកៈគឺជាអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុសង្ឃនៅចាំព្រះវស្សាគ្រប់3ខែដោយមិនដាច់វស្សាទៅទទួលក្រាក្រងបានទី5ប្លែកដោយអានិសង្ឃជាបុណ្យមានផល្លាអានិសង្ឃច្រើនអ្នកធ្វើទទួលបានអានិសង្ឃ5យ៉ាងទី1មានប្រាជ្ញាឃ្លាខ្លាមោះមុត2មានពណ៌សម្បុរល្អ3មានរូបល្អ4មានទ្រង់ទ្រាយល្អ5នឹងបានជាស្ដេចចក្រពតិក្នុងជាតិណាមួយពុំខានឡើយព្រះធម្មបវរមុនីយង្ទិតព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាជាព្រះជំនួយការសាលាគុណខេត្តកណ្ដាលនិងជាព្រះគ្រូចាតិកាវត្តស្រីដេដោហៅវត្តព្រែកដូងរួមទាំងគណៈកម្មាធិការអាចារ្យវត្តមានក្តីរំភើបសប្បាយរីករាយចិត្តណាស់ដោយមានការដង្ហែបុណ្យកឋិនចូលមកវត្តនេះដោយព្រះចាតិកាវត្តចេះតែដឹកនាំកសាងអំពីនីវរោគសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសឲ្យមកជួយចាប់មាក់ចាប់ផលបុណ្យក្នុងការកសាងផ្នែកពុទ្ធសាសនាវត្តនេះផងដែរខ្ញុំបាទកែវរដ្ឋាធ្វើសេចក្តីរាយការណ៍ពិសេសចេញពីឃុំកំពង់ស្វាយស្រុកគៀនស្វាយខេត្តកណ្ដាល